សួស្តីអ្នកនរគ្នាថ្ងៃនេះវិលមកជួបគ្នានៅវីដេអូបន្តដែលខ្ញុំនិយាយបន្តអំពី item នៅក្នុង game Honor of King ដែលជាដំបូងយើងមកស្គាល់ពី item ពថៅ item ពថៅនេះជួយឲ្យយើងវាយឈឺជាងមុនបូក80និងជួយឲ្យយើង cool down លឿនជាងមុន 10% និងធ្វើឲ្យយើងឡើងឈាមបាន500នេះគឺជាពេលដែលខ្ញុំមិនទាន់ទិញ item ពថៅហើយនេះគឺជាពេលខ្ញុំទិញ item បថៅហើយវាឡើងឈាមឲ្យយើង item នេះនៅពេលដែលយើងវាយសត្រូវធ្វើឲ្យយើងឡើងឈាមដងតិចវាជួយឲ្យយើងវាយ enemy ឲ្យឡើងឈាមយើងចំណែកឯ item នេះវិញជួយឲ្យយើងវាយគេឈឺបាន120និងវាយគេលោតឈាមធំដូចក្នុងវីដេអូនេះអញ្ចឹងចំណែកឯ item នេះវិញជួយឲ្យយើងវាយគេឈឺបាន45និងវាយលឿនបាន35%និងវាយគេលោតកង់ដូចមិញនិងរត់លឿនជាងមុនបាន 7.5% តែឧទាហរណ៍ខ្ញុំនឹងសាកល្បងឲ្យមើលនៅពេលដែលយើងវាយ enemy បាន5ដៃវានឹងចេញពណ៌ក្រហមនៅដៃហ្នឹងហើយជួយឲ្យយើងរត់លឿនជាងមុនចំណែកឯ item នេះវិញជួយឲ្យយើងវាយគេឈឺបាន40និងវាយលឿន 20% និងធ្វើឲ្យយើងវាយគេឈឺលោតឈាមដោយលើកមុនហ្នឹងបាន 20% និងឡើងឈាមបាន500ចំណែកឯ item នេះវិញជួយឲ្យយើងវាយគេឈឺបូក40និងវាយលឿនបាន35និងជួយឲ្យយើងរត់លឿននៅពេលដែលយើងវាយ enemy បាន 7.5% ហើយនៅពេលដែលយើងវាយ enemy បាន3ដៃវានឹងលោតឆក់ឬក៏ទះបាញ់ enemy នៅពេលដែលយើងប្រើវាយបាន3ដៃ And I'll take care of you. ចំណែកឯ item នេះវិញជួយឲ្យយើងវាយគេឈឺបាន85និងវាយគេលោតឈាមបាន 25% និងជួយឲ្យយើងឡើងឈាមបាន500ចំណែកឯ item នេះវិញជួយឲ្យយើងវាយឈឺជាងមុនបាន75និងជួយឲ្យយើងវាយលឿនជាងមុនបាន 30% និងជួយឲ្យយើងវាយលោតឈាមបាន 15% item នេះប្រើល្អសម្រាប់ពួកវាយបានឆ្ងាយវាយឆ្ងាយ item បន្ទាប់នេះគឺជា item ដែលជួយឲ្យយើងវាយឈើជាងមុនបាន75និងវាយលឿនជាងមុន 15% និងជួយឲ្យយើងឡើងឈាមបាន500ចំណែកឯ item នេះជួយឲ្យយើងវាយឈើជាងមុនបាន55វាយលឿនជាងមុនបាន 15% វាយលោតឈាមបាន20និងឡើងឈាមបាន600ចំណែកឯ item នេះជួយឲ្យយើងវាយឈើជាងមុនបាន90បូកឈាមឲ្យយើងបាន700និងជួយឲ្យយើងរត់លឿនជាងមុនបាន 7.5% ចំណែកឯ item នេះវិញជួយឲ្យយើងវាយឈើជាងមុនបាន150និងជួយឲ្យយើងខួរដោនលឿនជាងមុនបាន 5% ចំណែកឯ item នេះវិញជួយឲ្យយើងវាយឈើជាងមុនបាន50និងវាយលឿនបាន30និងបូកឈាមឲ្យយើងបាន600ចំណែកឯ item នេះវិញជួយឲ្យយើងវាយគេឈឺជាងមុនបាន70និងវាយលឿនបាន 25% និងជួយបូកឈាមឲ្យយើងបាន750ចំណែកឯ item នេះវិញជួយឲ្យយើងវាយឈឺជាងមុនបាន100និងវាយលឿនបាន 20% និងធ្វើឲ្យយើងវាយគេលោតឈាមបាន 20% ចំណែកឯ item នេះវិញជួយឲ្យយើងវាយឈើជាងមុនបាន90និងអាចទប់ពួកភើមេកភើសិលបាន150និងជួយឲ្យយើងឡើងឈាមបាន600ចំណែកឯ item នេះវិញជួយឲ្យយើងវាយគេឈឺបាន80កាត់ខួរដោនឲ្យយើងបាន 10% និងទប់ពួកវាយភើដៃបាន150ចំណែកឯ item នេះវិញជួយឲ្យយើងវាយឈើជាងមុនបាន40វាយលឿនជាងមុនបាន20និងវាយលុតឈាមបាន 15% និងជួយឲ្យយើងរត់លឿនបាន 7.5% ចំណែកឯ item នេះវិញជួយឲ្យយើងវាយឈើជាងមុនបាន40វាយលឿនជាងមុនបាន20និងវាយលុតឈាមបាន15និងជួយឲ្យយើងរត់លឿនបាន 7.5%
ចំណែកឯ item នេះវិញជួយយើងវាយឈឺជាងមុនបាន80និងកាត់ cooldown បាន 10% និងជួយយើងទប់ពួកវាយពួកប្រើដៃបាន150បាទហើយវីដេអូខ្ញុំក៏មានតែប៉ុណ្ណឹងសូមអរគុណសម្រាប់ការតាមដាននិងវីដេអូក្រោយខ្ញុំនឹងប្រាប់ item បន្តទៀត